សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសកលដូចជាខានជួបមុខគ្នាយូរដែរហើយសម្រាប់សុខទុក្ខបងប្អូនយ៉ាងណាដែរហើយនៅក្នុងឱកាសចូលឆ្នាំនេះសម្រាប់ខ្ញុំសុខសប្បាយជាធម្មតាទេខ្ញុំដូចជាខាងបញ្ចេញនៃវីដេអូនៅក្នុងការបរៀនធ្វើភ្លេងយូរដែរហើយសង្ឃឹមថាមកលើកនេះនឹងមានវីដេអូដែលល្អសម្រាប់ចែកជូនបងប្អូននៅក្នុងការរៀនធ្វើភ្លេងទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំលើកទាក់ទងពីរបៀបការប្រើប្រាស់ reverb ហើយនឹង delay ឬក៏អីផ្សេងខ្ញុំអត់ដឹងថាវីដេអូនេះធ្វើបានប្រហែលនាទីទេហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តទាំងអស់គ្នាអូខេឥឡូវយើងចូលនៅក្នុងមេរៀនរបស់យើងអូខេឥឡូវយើងមកដល់បច្ចេករបស់យើងហើយចូលអូខេអានេះគឺជា verb របស់ខ្ញុំចម្រៀងឬក៏ air របស់ខ្ញុំអញ្ចឹងបទនេះខ្ញុំ fit ជាមួយនឹងអ្នក rap ម្នាក់ខ្ញុំអត់តបញ្ចេញឈ្មោះទេហើយអញ្ចឹងរបៀបដាក់ reverb អត់ពិបាកទេបងប្អូនគ្រាន់តែចុច mouse ខាងស្ដាំមកហើយយកពាក្យ effect បែបនេះ add track ហើយយកពាក្យeffect track បែបនេះតើតើជាមួយនឹងដាក់ reverb យើងត្រូវដឹងសិនតើបងប្អូនចង់បានរបៀប room ឬក៏ hall ឬក៏របៀប light room ឬក៏របៀបម៉េចយើងត្រូវដឹងថាបទយើងប្រភេទបទយើងវារបៀបម៉េចដែរអញ្ចឹងណាមុននឹងដាក់ដែរអញ្ចឹងអូខេឥឡូវនេះខ្ញុំចង់បានវាប្រហែលជាង hall បន្តិចឲ្យវាធំ vocal របស់ខ្ញុំបន្តិចព្រោះដោយសារខ្ញុំរៀងចង់តាយដែរអញ្ចឹងអូខេខ្ញុំចង់បានឲ្យវារៀងមាន space របស់ខ្ញុំបន្តិចដើម្បីឲ្យ vocal ជាមួយនឹង play ហ្នឹងវាស៊ីគ្នាចុះអូខេបងប្អូនអាចមានខុសមុនច្រើនបងប្អូនអាចប្រើបោះ Cubase Direct ក៏បានឬក៏ Valhalla ឬក៏បោះ Veil ក៏បានអត់បញ្ហាទេអញ្ចឹងសម្រាប់ខ្ញុំប្រើ Valhalla នេះចុះអូខេខ្ញុំចង់បានរបៀប vintage ផងចុះអូខេរបៀប hall អញ្ចឹងរបៀបយើងដាក់ DC ឬក៏ pre delay នេះបងប្អូនអាចនឹងយករូបមន្តយកមករៀនបានរូបមន្តនេះដល់យើងចូលរៀនហើយគ្រាន់តែខ្ញុំប្រាប់ទូទេព្រោះមេរៀនរូបមន្តនេះយើងត្រូវការយក60000ព្រោះដោយសារreverb ហើយ delay របស់យើងគឺយើងមានទាំងអស់ត្រឹមតែ60000 million second ណាមិនមែន60000តទេណាបងប្អូនអញ្ចឹងត្រូវតែយល់កន្លែងនេះហើយយើងយក60000 million second យកមកចែកជាមួយនឹង tempo ហើយចែកនឹង2យើងរកបានតែ long reverb ទេចែកនឹង2ទៀតយើងអាចនឹងរក long delay ចែកនឹង2ទៀតរក short reverb ឬក៏ mid reverb អញ្ចឹងណាចុះអូខេកន្លែងនេះអត់ឲ្យបងប្អូនពិបាកទេបងប្អូនអាចនឹងចូលទៅកន្លែង Google បងប្អូនអាចថាដាក់វាយពាក្យថា delay ហើយនឹង reverb time របស់វានឹងមកអញ្ចឹង tempo ប្រហែលបងប្អូនអាចវាយ tempo តាមនឹងមកអញ្ចឹងអូខេបងខ្ញុំ75 pre delay វាប្រាប់ថា pre delay អញ្ចឹងDC time របស់វាស្មើនឹង4725 million second អញ្ចឹងយើងស្មើនឹង 4.7 million second អញ្ចឹងនេះ75 4.7អូខេអញ្ចឹងយើងយកដាក់មក4.7 ហើយ75ហើយហេតុអីមិនត្រូវដាក់អញ្ចឹងព្រោះដោយសារដាក់បែបហ្នឹងកុំឲ្យ reverb ហើយ delay របស់យើងមកផាញ់ជាមួយនឹង tempo របស់យើងអញ្ចឹងវាអាចនឹងធ្វើឲ្យ sound យើងបើសិនយើងដាក់អត់ត្រូវទេវាអាចនឹងធ្វើឲ្យ sound យើងផាញ់ជាមួយនឹង tempo ឬក៏ចង្វាក់របស់យើងវាធ្វើឲ្យ sound ហ្នឹងវាកាន់តែល្អដែរចុះអូខេខ្ញុំយក type របស់វាបែរជាឲ្យវារៀងចាញ់មានសំណើមបែបនេះហើយ type របស់វាខ្ញុំយកបែរជាអានេះតាមកជាបងប្អូនឯងស្រឡាញ់បែបណាបងប្អូនដាក់ type បែបហ្នឹងទៅហើយសំខាន់នោះគឺ pre delay ហើយនឹង DC របស់យើងនេះចុះអូខេឥឡូវយើងស្ដាប់សាក់មើលសិនអងវងវែងមានមកឲ្យអនចង់បែកឆ្វេងយកមកគោដូចជាកូនក្មេងជាលោកពីសំដីបោកប្រាំងលួចទៅជាមួយអ្នកថ្មីស្នេហានេះមិនស្មោះសរគិតថាខ្ញុំនេះអូខេកន្លែងនេះខ្ញុំមានអារម្មណ៍ថាវារៀងចំ frequency vocal របស់ខ្ញុំបន្តិចចឹងខ្ញុំអាចនឹងប្រើ EQ ដើម្បីកាត់នៃ frequency របស់ខ្ញុំកុំឲ្យវាជន់ជាមួយនឹង reverb ជាមួយនឹង delay ឬក៏យើងប្រើ side chain ក៏បានដែរអត់បញ្ហាទេតែសម្រាប់ខ្ញុំអត់សូវចង់ប្រើ side chain នៅកន្លែងដែល hall reverb ទេចឹងខ្ញុំកាត់វាប្រហែលជា250 Hz ហើយនឹងប្រហែលជា 8K ចុះហើយ gain state ក៏យើងកុំភ្លេចថាបើកវាយើងប៉ានស្មានទៅប្រហែលជាប្រហែល dB 1 dB បើយើងកាត់ប៉ុណ្ណឹងប្រហែលជា1 dB ឬក៏កន្លះតាមជាបងប្អូនខ្ញុំនេះងងជុំបន្តពីពលរដ្ឋងើសូមការរីប្រៃជាស្រពូនចាត់ជាងរួរគ្មានននព្រានំលើខ្ញុំម្លងអូមកចិត្តឲ្យមកវងវែងមានមកឲ្យចង់បែកឆ្វេងយកមកគោដូចជាកូនក្មេងជាលោកពីសំដីបោកប្រាំងអូខេចឹងខ្ញុំស្ដាប់មួយភ្លេងតិចចុះបងប្អូនអាចបន្ថយតឡើងបានកន្លែងនេះអូមកចិត្តឲ្យមកវងវែងមាន
cái này tăng của chiếc bong ôn cái tha phân nào để bong ôn sờ lánh cứ dương tự lệ thầm phân năng tới cái này nào để bong ôn cái tha vì nơi hiện ngắt bong ôn tự láng vì bắt thêm tiền chẳng á cho cái sản phẩm reverb nhưng cái tha phân năng hay delay bọn nhóm cái track delay mới tiệm máu tại tôi chỉ muốn air track đôi chặt kia chẳng tạiว่าถ้าយើងវាយកន្លែងនេះដាក់ឈ្មោះក្រុមហ៊ុនផ្សេងមកឬក៏ VST ផ្សេងមកខ្ញុំប្រើទៅលើ X delay នេះអញ្ចឹងanalog នេះខ្ញុំ off វាកុំឲ្យវាលឺ noise ពេកជាទូទៅវាអាចនឹង vocal បែបនេះខ្ញុំចង់បានប្រើ ping ប៉ុងតិចដើម្បីឲ្យ vocal ខ្ញុំវាបន្តជាមួយនឹងឆ្វេងស្ដាំឲ្យស្ដាប់ទៅវារៀងធំតិចអញ្ចឹងណាហើយ feedback ខ្ញុំប្រហែលជាយកប្រហែលជា 20% ឬក៏តិចតួចហ្នឹងទេអូខេហើយកន្លែងនេះខ្ញុំអាចនឹងយក1លើ8ឬក៏យើងអាចទៅឆែកមើលនៅក្នុងនេះបានប្រហែលវាបញ្ជាក់ដែរតើនៅកន្លែងនេះចឹង16ប្រហែល million second ចឹងខ្ញុំច្រៀងរបៀបបែបហ្នឹងខ្ញុំចង់ប្រហែលជា1លើ8ទៅវាអូខេសម្រាប់ខ្ញុំហីអូខេយើងសាកស្ដាប់ដងទៀតមានមកឲ្យអូនចង់បែកឆ្វេងយកមកគោដូចជាកូនក្មេងជាលោកពីសំដីបោកប្រាំងលុយទៅជាមួយអ្នកថ្មីស្នេហានេះមិនស្មោះអូខេកន្លែងនេះយើងត្រូវកាត់ frequency កុំឲ្យវាជាន់ជាមួយនឹង vocal យ៉ាងតិចខ្ញុំដាក់ប្រហែលជា2 Hz ទៅហើយកន្លែងនេះប្រហែលជា 8K អូខេគាត់ថាខ្ញុំនេះនឹងជុំបន្តពីពពលោកងើតសូមកាយប្រែជាស្រពូនចាត់ជាងនោះដូចគ្នានៅពេលរំលែកខ្ញុំមកឡងមានមកឲ្យអូនចង់បែកឆ្វេងយកមកគោដូចជាកូនក្មេងជាលោកពីសំដីបោកប្រាំងលួចទៅជាមួយអ្នកថ្មីស្នេហានេះមិនស្មោះសរគាត់ថាខ្ញុំនេះនឹងជុំបន្តពីពពលោកងើតសូមកាយប្រែជាស្រពូនចាត់ជាងនោះដូចគ្នានៅពេលរំលែកខ្ញុំមកឡងអូមកចិត្តណែមកវងវែងមានមកឲ្យអូនចង់បែកឆ្វេងយកមកគោដូចជាកូនក្មេងអូខេសម្រាប់ខ្ញុំគិតថាប៉ុណ្ណេះខ្ញុំអូខេជាមួយនឹង reverb ហើយ delay ហើយក្មេងជាលងពីសំដីបោកប្រាំងលួចទៅជាមួយអ្នកថ្មីស្នេហ៍អានោះយើងអាចបន្ថយតឡើងបន្ថយពេលដែលយើងស្ដាប់យូរពេលខ្លះយើងស្ដាប់យូរទៅវាអាចនឹងហឹងកជាដែរវាអាចនឹង sound យើងបើកខ្លាំងទៅវាហឹងកជាយើងស្ដាប់អត់ដឹងដែរយើងគួរតែ break វាបែរជា1ម៉ោងឬក៏2ម៉ោងអីទៅតាមដែលគិតថាកជាយើងស្រួលចាំយើងយកមកមិចម្ដងទៀតស្នេហានេះមិនស្មោះសរគិតថាខ្ញុំនេះនឹងជុំបន្តពីពពលោកងើតសូមកាយប្រែជាស្រពូនចាត់ជាងនោះដូចគ្នានៅពេលរំលែកខ្ញុំមកឡងអូមកចិត្តណែមកវងវែងមានមកឲ្យអូនចង់បែកឡងកូឡាពណ៌សាតែតែមានបន្លាស្នេហានាងណាដែលមិនធ្លាប់ជឿអូខេខ្ញុំគិតថាមេរៀនហ្នឹងគឺមានតែប៉ុណ្្នឹងសម្រាប់របៀបដាក់ reverb ហើយ delay ហើយតែយើងត្រូវ detail តាក់ទងជាមួយនឹង sound បន្ថែមទៀតបើសិនជាយើងគិតថា vocal របស់យើងមើលទៅវាអត់សូវកន្លែងអង្គុយវាអត់សូវជាមួយនឹង instrument ប្រហែលទេយើងអាចនឹងប្រើ short reverb បន្ថែមហើយកន្លែងហ្នឹងខ្ញុំអត់តបានបញ្ជាក់តាក់ទងជាមួយមេរៀនហ្នឹងទេចុះអូខេឥឡូវខ្ញុំឲ្យស្ដាប់ណាគេដែល fit ជាមួយខ្ញុំអញ្ចឹងអូខេយើងសាកស្ដាប់គាត់បន្តិចមើលណាគេដែរចាំទាញទាំងអស់គ្នាហើយកុំភ្លេច comment ផងតើណាគេដែរមេធំដីធំតែពួកយើងបានជួបគ្នាចិត្តធំបេះដូងធំតែមិនដាក់ច្រើនគ្នានេះជាអត្តចរិតដែលអូនធ្លាប់បានដឹងអូនក៏ដឹងថាមិនដែរមនុស្សបងនៅពេលខឹងអំពើពេកភ្លឺផ្លេតដែលខំប្រឹងសវ៉ាចាប់គោលន់ខ្លាំងពេកពិបាករកកន្លែងស្ងាត់នៅហើយចុងកូនប្រុសដូចចន្លោះដែលបង្កាត់ដុតខ្លួនឯងជាព្រលឺបំភ្លឺពេលអូនទៅបានឆាក់ជីវិតនឹងស្នេហាហាច់អូខេយើងស្ដាប់ប៉ុណ្ណឹងសិនបានហើយព្រោះដោយសារបទនេះអត់តបញ្ចេញទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងបន្តមេរៀនផ្សេងទៀតបើសិនជាបងប្អូនមានតម្រូវការរត់ចង់ឲ្យខ្ញុំធ្វើតាក់ទងជាមួយនឹងមេរៀនផ្សេងនៅក្នុងការធ្វើចម្រៀងអូខេឥឡូវបាយទាំងអស់គ្នា see you